នៅពេលបច្ចុប្បន្ននេះបើថៃហ៊ានតែក៏ឃ្លឿនបើកសង្គ្រាមលើកទី3ជាមួយនឹងកម្ពុជាជើងលេខបានប្រាប់ថាថៃនឹងជួបគ្រោះធំជាមិនខានព្រោះមីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចរាល់អស់ហើយរងចាំតែឱកាសប៉ុណ្ណោះដោយសារតែមីយ៉ាន់ម៉ាបានដឹងច្បាស់ថាការផ្ដាច់ខ្លួនរបស់ការ៉េងគឺភាគីថៃនៅពីក្រោយ 100% តែម្ដងសំណួរសួរថាតើថៃហ៊ានបើកសង្គ្រាមលើកទី3ជាមួយនឹងកម្ពុជាដែរឬទេតែបើថៃហ៊ានបើកសង្គ្រាមលើកទី3ពិតមែនកម្ពុជាក៏គ្មានជំរឿនណាផ្សេងនោះដែរគឺមានតែវាយទប់ទល់ដោយស្របច្បាប់ប៉ុណ្ណោះនឹងយកទីតាំងទាំងអស់មកឈរជើងវិញហើយប្រហែលជាពេលនោះមីយ៉ាន់ម៉ាឆ្មោះឱកាសវាយក្នុងពេលតែមួយតែម្ដងហើយប្រសិនបើក្រុមបំបីខ្លួនភៀសខាងត្បូងប្រទេសថៃវាយដើម្បីបំបីខ្លួនទៀតពិតជាល្អខ្លាំងណាស់គ្រោះដ៏ធំមួយនេះហៅថា3វាយ1ចៅសៀមនឹងបាក់ធ្មង់ជាមិនខាន